ដោយក្នុងឆ្នាំ2024សេដ្ឋកិច្ចកម្ពុជាបានងើបឡើងក្នុងអត្រា 6% ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានស្ថិរភាពលើមូលដ្ឋាននៃការរីកចម្រើនក្នុងឆ្នាំ2024ក្នុងឆ្នាំ2025សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងបន្តងើបឡើងក្នុងអត្រាកំណើន 6.3% ត្រូវរួមគ្នាលើកកម្ពស់ការគាំទ្ររាជរដ្ឋាភិបាលនៃរដ្ឋសភាដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតចូលរួមអនុវត្តដោយជោគជ័យនៅកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1សម្ដៅជំរុញសន្ទុះកំណើនសេដ្ឋកិច្ចធ្វើឲ្យប្រទេសកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ2030និងកសាងមូលដ្ឋានឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ2050ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់លោកឡៅមេងហួតអញ្ជើញជាអធិបតីផ្សព្វផ្សាយសេចក្តីដកស្រង់នៅលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី45អាណត្តិទី5របស់គណៈបកប្រជាជនកម្ពុជាឃុំបាបោងស្រុកពីមរោខេត្តព្រៃវែងនាព្រឹកថ្ងៃសៅរ៍8កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រឹមនៅថ្ងៃទី5ខែមេសាឆ្នាំ2025លោកឡៅមេងហួតអនុប្រធានទី1ឃុំបាបោងនិងជាសមាជិកគណៈបកប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកពីមរោខេត្តព្រៃវែងបានអញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីដកស្រង់នៅលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី45អាណត្តិទី5របស់គណៈបកប្រជាជនកម្ពុជានៅឃុំបាបោងស្រុកពីមរោខេត្តព្រៃវែងជាកិច្ចចាប់ផ្ដើមលោកចៅនុនមេឃុំបាបោងនិងជាសមាជិកគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជាមានមតិស្វាគមន៍និងអានសេចក្តីជូនដំណឹងស្តីអំពីលទ្ធផលសេចក្តីដកស្រង់នៅលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី45អាណត្តិទី5របស់គណៈបកប្រជាជនកម្ពុជាឃុំបាបោងជូនអង្គពិធីអញ្ជើញមានប្រសាសន៍នាឱកាសដ៏ថ្លៃថ្លានោះលោកឡៅមេងហួតមានសេចក្តីសោមនស្សរីករាយដែលបានមកចូលរួមជាមួយនឹងលោកស្រីអស់លោកជាថ្នាក់ដឹកនាំក្រុមការងារសមាជិកសមាជិកាគណៈបកប្រជាជនកម្ពុជាអង្គភាពនានានៃឃុំបាបោងនៅក្នុងពិធីផ្សព្វផ្សាយសេចក្តីដកស្រង់នៅលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី45អាណត្តិទី5របស់គណៈបកនាឱកាសនេះលោកឡៅមេងហួតមានប្រសាសន៍បន្តថាផ្អែកតាមលក្ខន្តិកៈគណៈបកគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជាតែងតែបានប្រារព្ធរៀបចំសន្និបាតយ៉ាងទៀងទាត់ដើម្បីធ្វើការពិនិត្យវាយតម្លៃអំពីការវិវត្តប្រែប្រួលនៃសភាពការអន្តរជាតិការវាយតម្លៃសភាពការជាតិនិងការបូកសរុបវាយតម្លៃអំពីលទ្ធផលការងារដែលបានសម្រេចនៅក្នុងឆ្នាំកន្លងមកបញ្ហាប្រឈមដែលសេសសល់និងការសម្រេចដាក់ចេញនៅទិសដៅការងារសម្រាប់អនុវត្តបន្តនាឆ្នាំបន្ទាប់គណៈកម្មាធិការកណ្ដាលគណៈបកអាណត្តិទី5បានរៀបចំសន្និបាតចំនួន45លើករួចមកហើយរួមទាំងសន្និបាតគណៈកម្មាធិការកណ្ដាលដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី25និងទី26ខែមករាឆ្នាំ2025កន្លងទៅនេះផងលោកឡៅមេងហួតមានប្រសាសន៍បន្ថែមថាសន្និបាតគណៈកម្មាធិការកណ្ដាលគណៈបកប្រជាជនកម្ពុជាដែលជាគណៈបកកាន់អំណាចទាំងនៅថ្នាក់ជាតិនិងនៅថ្នាក់ក្រោមជាតិគឺជាដំណើរការធ្វើការសម្រេចចិត្តដ៏មានសារៈសំខាន់ដោយឈលលើគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងស្របតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់គណៈបកដើម្បីអនុម័តសម្រេចដាក់ចេញនូវគោលការណ៍និងវិធានការនានាសម្រាប់ដឹកនាំគ្រប់គ្រងនិងអភិវឌ្ឍប្រទេសជាតិផ្អែកតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្ដាលលើកទី45អាណត្តិទី5ដែលបានផ្សព្វផ្សាយសេចក្តីដកស្រង់នៅលទ្ធផលសន្និបាតជូននៅក្នុងឱកាសនេះក្នុងនាមលោកឡៅមេងហួតអនុប្រធានទី1ឃុំបាបោងនិងជាសមាជិកគណៈបកប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកពីមរោខេត្តព្រៃវែងមានសង្ឃឹមយ៉ាងមុតមមលើការបដិញ្ញាចិត្តនិងការចូលរួមរបស់លោកស្រីអស់លោកនៅក្នុងការអនុវត្តឲ្យសម្រេចបាននូវលទ្ធផលល្អប្រសើរសម្ដៅចូលរួមពង្រឹងពង្រីកព្រៀបឈ្នះរបស់គណៈបកយើងនៅក្នុងការបោះឆ្នោតទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី6ឆ្នាំ2027និងការបោះឆ្នោតជាតិលើកទី8ឆ្នាំ2028ខាងមុខដោយក្នុងឆ្នាំ2024សេដ្ឋកិច្ចកម្ពុជាបានងើបឡើងក្នុងអត្រា 6% ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានស្ថិរភាពលើមូលដ្ឋាននៃការរីកចម្រើនក្នុងឆ្នាំ2024ក្នុងឆ្នាំ2025សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងបន្តងើបឡើង
ក្នុងអត្រាកំណើន 6.3% ត្រូវរួមគ្នាលើកកម្ពស់ការគាំទ្ររាជរដ្ឋាភិបាលនៃរដ្ឋសភាដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតចូលរួមអនុវត្តដោយជោគជ័យនៅកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1សម្ដៅជំរុញសន្ទុះកំណើនសេដ្ឋកិច្ចធ្វើឲ្យប្រទេសកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ2030និងកសាងមូលដ្ឋានឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ2050ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់